សង្ខេបរឿងរាមកេរ្តិ៍ខ្សែ4ជាលទ្ធផលក្រុងរាពណ៍ទទួលជោគជ័យក្នុងការលួចឆក់ចាប់ព្រះនាងសីតាអោបហោះយកទៅនគររបស់ខ្លួននៅតាមផ្លូវព្រះនាងសីតាបានជួបសត្វកុកហើយផ្ដាំផ្ញើឲ្យប្រាប់ដំណឹងទាំងអម្បាលម៉ាននេះដល់ព្រះរាមហោះឆ្លងផុតសត្វកុកព្រះនាងក៏ជួបនឹងចតាយុជាស្ដេចគ្រុឌត្រូវជាមិត្តសម្លាញ់ព្រះបាទទសរថឆាកប្រយុទ្ធរវាងក្រុងរាពណ៍និងចតាយុផ្ដើមលាន់សន្ធឹកពេញអាកាសាដោយមិនចាញ់មិនឈ្នះក្រុងទសមុខយល់ព្រះទម្រង់នៅនឹងព្រះហស្ថព្រះនាងសីតាទើបបូតយកមកគប់ត្រូវស្លាប់គ្រុឌបាក់ធ្លាក់ដល់ដីបន្ទាប់មកក្រុងរាពណ៍នាំព្រះនាងសីតាទៅដល់ក្រុងលង្កាហើយទុកនៅក្នុងឧទ្យានអសោកចំណែកព្រះរាមនិងព្រះលក្សណ៍លុះដល់ថ្ងៃរសៀលក៏ត្រឡប់មកពីតាមប្រមាញ់ប្រើមាសដល់អាស្រមពុំឃើញព្រះពេនីតាបណ្ដាលឲ្យព្រះរាមក្តុកក្តួលយ៉ាងខ្លាំងក្សត្រទាំងពីរអង្គចាប់ចេញដំណើរស្វែងរកព្រះនាងសីតាធ្វើដំណើរតាមផ្លូវព្រះអង្គជួបនឹងចតាយុដែលកំពុងត្រូវរបួសទតឃើញដូចនេះព្រះរាមក៏បញ្ជូនស្ដេចគ្រុឌឲ្យទៅកាន់ឋានសួគ៌ក្សត្រទាំងទ្វេយាងបន្តដំណើរប្រទះនឹងយក្សឈ្មោះក្រុងកំពន់ប្រយុទ្ធតទល់គ្នាមិនយូរប៉ុន្មានក្រុងកំពន់ក៏ខ្សែជីវិតទៀតក្រោយពីសម្លាប់ក្រុងកំពន់ព្រះរាមព្រះលក្សណ៍ជួបនឹងកុកហើយកុកបង្គំទូលព្រះអង្គរួចប្រាប់ពីបណ្ដាំផ្ញើព្រះនាងសីតាគ្រានោះព្រះលក្សណ៍មិនបានអរគុណកុកឡើយបែរជាដៀលកុកថាជាសត្វជូរសាមានទៅវិញជាហេតុធ្វើឲ្យសត្វកុកដៀលពួកព្រះអង្គវិញថាជាទេពប៉ុន្តែបែរជាចាញ់កលអសុរីឲ្យអសុរីលួចទេពីបានដោយខ្លាចកុកនាំដំណឹងអាក្រក់ប្រាប់គ្នាសាយទៅព្រះរាមក៏វត្តកៅតនញោអស់ពោសធាគំរាមប្រុងប្រហារកុកទៅហើយតែដោយកុកព្រមទទួលទោសកំហុសខ្លួនទើបព្រះរាមលើកលែងទោសឲ្យសត្វកុកនោះថ្លែងពីមហិង្សារាជជាស្ដេចក្របីប្រកបនៅឫទ្ធិធំក្រៃមានមហេសីរាប់មិនអស់ម្យ៉ាងទៀតកាលបើមហេសីណាមួយបង្កើតបុត្រមកគឺជាបុត្រប្រុសមហិង្សាតែងសម្លេះសម្លាប់គ្មានសល់ឡើយពោលគឺទុកតែបុត្រីដើម្បីធ្វើជាមហេសីខ្លួនតែប៉ុណ្ណោះក្សិណនោះមានប្រពន្ធមួយនាមសន្តគិរីបង្កើតបានបុត្រមួយអង្គនាមទូភីនៅឯព្រៃពនាលីលាក់ខ្លួនពួនអាត្មាចិញ្ចឹមរហូតពេញវ័យទូភីនេះតែងស៊ីស្មៅម្ដង3វាលផឹកទឹកម្ដង3បឹងជាធម្មតាទូភីតែងដើរវត្តវ័យភ្នំបបតារង្គើបាក់ធ្លាក់លន់លឺសពកន្លែងដាលដល់មហិង្សារាជជាបិតាមហិង្សារាជជាបិតាក្រោយពីបានឮសូរសំឡេងនោះតាំងចិត្តតាមរុករកសពកន្លែងក៏មកដល់ព្រៃពនាលីទូភីយល់ព្រះបិតាក៏លុតជង្គង់ហើយស្ម័គ្របំរើទ្រង់ប៉ុន្តែមហិង្សារាជជាបិតាមានះរឹងរូសបង្កជាសង្គ្រាមរវាងបុត្រនិងបិតាគួរឲ្យអនិច្ចាទូភីបានសម្លាប់បិតាខ្លួនឯងសន្ទុះនៃអំនួតនាំឲ្យទូភីដើរវត្តវ័យសពឋានថ្ងៃមួយទូភីបានទៅជួបនឹងមហាឫសីដើម្បីប្រឡងឫទ្ធិតែមហាឫសីខ្លោបខ្លាចហើយឲ្យទៅរកទេពធីតាមហាសាគរនាងនៅតែខ្លាចអំណាចទូភីដដែលទេពធីតាមហាសាគរបានឲ្យទូភីទៅរកក្រុងពាលីនៅឯខាស់ខិនបុរីបន្ទាប់ពីបានជួបគ្នាការប្រយុទ្ធរវាងទូភីនិងពាលីនាកណ្ដាលវាលធំល្វឹងល្វើយអស់រយៈពេល7យប់7ថ្ងៃពុំចាញ់ពុំឈ្នះឡើយពាលីយល់កម្លាំងរបស់ទូភីក៏បង្កើតឧបាយកលមួយគឺនាំទូភីទៅប្រយុទ្ធក្នុងគុហាវិញម្ដងមុនចេញច្បាំងពាលីបានផ្ដាំផ្ញើសុគ្រីពជាអនុជថាកាលបើឃើញឈាមក្រមៅហូរចេញពីគុហានោះគឺជាឈាមទូភីផ្ទុយទៅវិញបើឃើញឈាមក្រហមច្រាលហូរចេញមកសូមសុគ្រីពលើកភ្នំមកបិទឲ្យជិតចុះព្រោះខ្លួនចាញ់ដៃទូភីហើយពាលីជាកំពូលស្ដេចស្វាសមានកម្លាំងហាវហានបានសម្លាប់ទូភីអាសាបងទៅឯពពុទេវតានាំមកផ្កាភ្ញីគ្រប់បែបក្រហមច្រាលមកបាចឲ្យពួរសពសាធុការដល់ពាលីផ្កានោះធ្លាក់មកត្រាំនឹងឈាមទូភីហូរចេញមកខាងក្រៅប្រែជាពណ៌ក្រហមឆ្អិតសុគ្រីពឃើញទិដ្ឋភាពនេះនឹងពលនិកកើតក្តីអាណិតពាលីជាព្រះចេដ្ឋាគិតថាព្រះចេដ្ឋាចាញ់ដៃទូភីហើយខ្លួនមិនទទួលយករាជសម្បត្តិបន្តពីពាលីជាព្រះចេដ្ឋាតាមការចង់បានរបស់មន្ត្រីនោះឡើយខ្លួននឹងទៅតាមសម្លាប់មហិង្សារាជ
ដើម្បីសងសឹកឲ្យព្រះជេដ្ឋាប៉ុន្តែពួកមន្ត្រីបានខាត់ម្លោះហើយទៅចុងក្រោយសុគ្រីពក៏ឲ្យសេនាជញ្ជូនភ្នំមកបិទល្អាងរួចត្រឡប់មកខាស់ខិនបុរីរៀបរាប់ប្រាប់អស់មុខមន្ត្រីកើតក្តីសង្វេគពេកពុនចំណែកពាលីបន្ទាប់ពីសម្លាប់ទូភីតែផ្លូវល្អាងត្រូវបិទជិតពាលីក៏កាត់ក្បាលទូភីហើយលោតទម្លុះបុកចេញមកខាងក្រៅត្រាច់មកខាស់ខិនបុរីដោយក្តីក្រេវក្រោធមហិមាពពួកមន្ត្រីនិងសុគ្រីពទៅជាភាំងគ្រប់គ្នាសុគ្រីពយល់ព្រះរាមមកដល់បានយាងឡើងទទួលតែគ្មានប្រយោជន៍ឡើយទោះបីសុគ្រីពខំបកស្រាយយ៉ាងណាក៏ដោយក៏ត្រូវពាលីវែងមួយដៃសុគ្រីពទ្រាំទ្រមិនបានក៏រត់ចេញមកក្រៅចំណែកឯពាលីនៅតែតាមវេធ្វើបាបសុគ្រីពយ៉ាងដំណំរហូតដល់ភ្នំមេតង់ពាលីចូលពុំបានព្រោះថានេះជាកន្លែងនៃមេតង់ឥសីបើចូលនោះនាំឲ្យស្លាប់ត្បិតការពាលីសម្រាប់ទូភីខ្ទាតឈាមប្រឡាក់អាស្រមពពួកឥសីក៏ដាក់បណ្ដាសាពាលីទៅពាលីវិលវឹងទៅឋានខាស់ខិនវិញក្រោយកាលនោះសុគ្រីពពូនពឹងនឹងបុប្បតាមានហនុមានជាក្មួយនៅព្រៃកុនតលីចាំជួយយកអាសា